ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺនាងខ្ញុំបានទិញដំឡូងត្រាវមួយចំនួននឹងចេកយកមកធ្វើដំឡូងហើយនឹងចេកឆាបយកទៅជូនខាងបងវីរៈកងទ័ពហើយថ្ងៃនេះគឺយើងមានចំនួនជិត100គីឡូហើយនាងខ្ញុំនឹងទិញ100គីឡូមកទៀតសម្រាប់ថ្ងៃនេះហើយថ្ងៃនេះគឺមានបងប្អូនអ្នកភូមិហើយនឹងបងប្អូនខ្ញុំគាត់មកជួយគ្នាច្រើនខ្ញុំមកធ្វើនៅទីស្រកាបុនភូមិកន្លែងធ្វើរួមហើយយើងក៏នៅតែទទួលជំនួយសម្រាប់បងប្អូនដែលគាត់ចង់ជួយសម្រាប់បងប្អូនដែលចង់ជួយជាដំឡូងចង់ជួយជាចេកចង់ជួយជាត្រាវចា1គីឡូ2គីឡូឬក៏ខ្លាញ់ថងអីគឺយើងទទួលទាំងអស់បងប្អូនចាតាមសទ្ធាបងប្អូនដែលចង់ជួយដល់ខាងវីរៈកងទ័ពអាចជួយបានចាយើងមិនចាំបាច់មានច្រើនទេហើយសម្រាប់ដំឡូងដែលខ្ញុំទិញនេះគឺ10គីឡូ22,000សម្រាប់ដំឡូង10គីឡូ22,000ត្រាវខ្ញុំទិញ10គីឡូ28,000វាអាចនឹងក្រោមនឹងតិចឬក៏លើនឹងតិចចឹងណាបងប្អូនហើយយើងមានចេកហើយខ្ញុំផ្ដោតទៅលើដំឡូងនេះដោយសារវាជាអាហារសម្រន់មួយដែលអាចឲ្យបងឬក៏ពូកងទ័ពដែលគាត់ដាំបាយធ្វើអីញ៉ាំមិនបានជូនទៅគាត់ម្នាក់មួយថង់ជាអាហារសម្រន់សម្រាប់គាត់តាពីញ៉ាំបានភ្លាមហើយឆ្អែតចាហើយក្នុងនោះគឺមានប្អូនខ្ញុំក៏បានជំនួយមកខ្លះហើយនាងខ្ញុំក៏បានមកខ្លះទៀតហើយនាងខ្ញុំនឹងបង្ហាញបងប្អូនដែលគាត់ជួយនាងខ្ញុំនៅក្នុង page នាងខ្ញុំ Thida Cooking TV ដែលគាត់បានជួយនាងខ្ញុំបានប្រមាណខ្ញុំនាងខ្ញុំនឹងបង្ហោះនៅក្នុងហ្នឹងហើយថ្ងៃនេះគឺយើងមានតែប៉ុណ្ណេះទេប៉ុន្តែទីទៀតយើងនឹងទៅទិញថែម100គីឡូទៀតហើយដូចនេះខ្ញុំប្រាប់បងប្អូនអញ្ចឹងបងប្អូនអាចជួយតិចតួចតាមសទ្ធាបងប្អូនមកតាមរយៈនាងខ្ញុំឬក៏ប្អូននាងខ្ញុំបានចាអូខេបងប្អូនទាំងអស់គ្នាឥឡូវនេះគឺខ្ញុំបានរៀបចំកន្លែងរួចរាល់ហើយខ្ញុំមកយកចក្រានហើយនឹងផ្ទះថ្នោតបងប្រុសជាកន្លែងរោងការរោងប៉ុនណាគាត់ម្ចាស់ហ្មងណាហើយគាត់ជួយឧបត្ថម្ភផ្ទះមកគូហើយនឹងចក្រានមកគូយកជួយឲ្យនាងខ្ញុំសម្រាលនាងខ្ញុំកុំឲ្យនាងខ្ញុំយកទៅផ្ទះហត់ចឹងណាបងប្អូនហើយខ្ញុំអរគុណបងប្រុសមែនតើខ្មែរជួយខ្មែរយើងជួយគ្នាម្នាក់បន្តិចដើម្បីឲ្យបានជាដូចថាជួយគ្នាម្នាក់បន្តិចទោះមិនមែនជាបន្លែផ្លែឈើក៏យើងអាចជួយជាសម្ភារៈដែរដើម្បីយើងយកទៅបំពងចាឆាប់បានយកទៅជួយពួកគាត់ចាហើយឥឡូវផ្ទះ2ហ្មងបងណោះនេះផ្ទះ2ស្រាលដែរណាមានអីចាបងចាបងប្អូនដល់ពេលប្រទេសយើងមានបញ្ហាអញ្ចឹងមានតែបងប្អូនខ្មែរយើងដែលជួយគ្នាចាមិនថាតិចឬក៏ច្រើនអីទេម្នាក់តិចគឺជាទឹកចិត្តធំធេងបំផុតចាដើម្បីឲ្យការងារយើងបានរលូនតាមធម្មតាកន្លែងបងប្រុសសម្ភារៈគាត់ទាំងអស់គឺគាត់ទិញដល់ពេលបងប្អូនអ្នកភូមិធ្វើអីតិចតួចត្រូវតែជួលចាដើម្បីគាត់បានចំណូលយកមកទិញវិញដោយសារនេះគាត់ទិញយកមកសម្រាប់ជួលបងប្អូនប៉ុន្តែដោយសារប្រទេសជាតិយើងមិនល្អមិនស្រួលអញ្ចឹងគឺបងប្រុសបងស្រីក៏គាត់ជួយហ្មងអត់មានគិតសេវាជួលអីទេគាត់ជួយជាសម្ភារៈសម្រាប់នាងខ្ញុំហើយក្រៅពីនោះបងស្រីក៏គាត់មានជួយជាចេកដែរចាបងចេកហ្នឹងយកទៅទីណាការមែនអូបងស្រីគាត់មានជួយជាចេកដើម្បីយកទៅជួយគ្នាម្នាក់បន្តិចចាបងប្អូនយ៉ាងដូចនេះខ្ញុំនិយាយយ៉ាងនៅក្នុងភូមិយើងនីមួយមានអ្នកដឹកនាំម្នាក់ឬក៏មានបងប្អូនណាដែលគាត់អាចផ្ដើមដំបូងណាចាយ៉ាងទៅយើងជួយគ្នាម្នាក់បន្តិចដើម្បីឲ្យបានទៅដល់បងកងទ័ពយើងចាបងអរគុណច្រើនឥឡូវមួយនេះយើងដាក់កាតអត់បងដាក់មិនទេឈុលតឡានខ្ញុំចាស់ហើយតាមដំណើរហ្មងបងប្អូនអារម្មណ៍ពេលនេះមិនអារម្មណ៍សុបាយទេបងប្អូនគឺកើតទុកពិបាកចិត្តមែនតើគេអត់លក់អីចាគាត់ច្រើនគាត់ពីរឿងវីរៈកងទ័ពផងរឿងប្រទេសជាតិយើងអូយអរគុណច្រើនបងបានជួយម្នាក់បន្តិចជួយចែកជួយអីទៀតនេះក្រៅពីសម្ភារៈហើយជួយចែកទៀតបានបងតូចសិនលើអត់តូចសិនបងកាប់ថ្មីហ្មងបងហ៎ចាកាប់មិញហ្នឹងចាអាហ្នឹងគេធ្វើចេកចាស់យ៉ាងតាចេកឆាបចាស្រួយឆ្ងាញ់សកត់ពងក្លាននៅក្រោយគ្នាបានម្នាក់បន្តិចចុះហាអូនមកបង
តាមប៉ាត់ការងារនេះការងារប្រឲ្យបងប្អូនប៉ុន្តែឥឡូវអត់មានចាំបាច់ប្រទេយើងជួយគ្នាការងារហ្នឹងក៏ស្រីធ្វើបានដែរយើងប៉ុណ្ណឹងយើងស្រីថាហត់ថាធ្ងន់ចាស់វិរៈកងតបយើងពិបាកមិនឥឡូវនេះយើងរៀបចំបានមកបដាហើយចាំតាអ្នកទៅទិញដលងថែម100គីឡូទៀតហើយនឹងនេះគឺដែលសម្ភារៈខ្ញុំយកមកជំនួយពីខាងឈើខេមគាត់អ្នកម្ចាស់រោងការចានេះជាជំនួយហើយប្រពន្ធគាត់ជួយចែកជួយជួយចែកនៅក្នុងសម្ភារៈផ្សេងដែលយកមកជួយគ្នាហើយក្រៅពីនោះបងជួយ40000សម្រាប់ជួយខ្លាញ់ដល់នាងខ្ញុំផងដែរចាអរគុណច្រើនមែនតើបងទឹកចិត្តបងប្អូនយើងអ្នកភូមិហើយមីងខ្ញុំក៏បានជំនួយមកជួយបងអូនស្រីខ្ញុំគាត់មានថ្នាំពេទ្យចាហើយយើងមកជួយចាត់ជួយគ្នាទាំងអស់ក្នុងថ្ងៃនេះគឺយើងជួយគ្នាដើម្បីដល់ជូនដល់វីរៈកងទ័ពយើងបងប្អូនទាំងអស់គ្នាក្រៅពីជួយសម្ភារៈឥឡូវនេះមានបងអូនស្រីមកជួយជាទឹកសម្រាប់ឲ្យបងប្អូនយើងដែលមកជួយចាត់នេះបានញ៉ាំទាំងអស់គ្នាចាអញ្ចឹងយើងបងខ្មែរជួយគ្នាម្នាក់បន្តិចបងប្អូនចាហើយមានបងប្អូនគាត់មកបដាគាត់ជួយចាត់ដលងចាត់អូអរគុណច្រើនមីងជួយដល់វីរៈកងទ័ពយើងអរគុណច្រើនមីងចាបងប្អូនយើងបងប្អូនទឹកចិត្តចាអរគុណច្រើនមីងអរគុណមីងចាបងប្អូនម្នាក់បន្តិចឥឡូវខ្ញុំបានដំឡូង100គីឡូទៀតហើយបងប្អូនចាខ្ញុំសប្បាយចិត្តមែនតើទោះក្នុងចិត្តពិបាកចិត្តនៅខាងវីរៈកងទ័ពយើងប៉ុន្តែពេលដែលឃើញទឹកចិត្តបងប្អូនយើងចេះជួយគ្នាម្នាក់បន្តិចខ្ញុំរំភើបមែនតើចាប្រហែលយកនេះខកចៅឲ្យគេសិនឬឯងនេះដល់យកចៅឲ្យគេអត់ជួយជួយនេះវាមានស្អិតអីវាទេឡូវគេគោះយូរហើយមានជាប់តិចណាស់ហ្នឹងនៅមើលតាភ្នែកយើងមិននេះទេមកវត្តមកពីហ្នឹងពេកហ្នឹងបានចឹងយើងអត់ដែរបងឲ្យជួយអូយនិយាយផងយកទៅទុកបានយូរតាយើងបងប្អូននៅក្នុងភូមិបានមកជួយម្នាក់ម្ដាយមួយជើងគឺអស់ចិត្តពាក់កណ្ដាលហើយឥឡូវនេះពងតាក់តងទៅខាងពូឲ្យដឹកដលងឲ្យមកថែម100គីឡូទៀតហើយទីទៀតនេះគឺយើងចាប់ផ្ដើមលាងសម្អាតចាប់ជាបន្ទះបំពងយកតែម្ដងហើយយើងមានថង់មានកស៊ូក៏រួចរាល់ដែរចាឲ្យខ្លាញ់គឺខ្ញុំមិញនេះចុះទៅទិញបានមកកានហើយខ្វះប្រហែលទៀតចាំយើងទៅទិញថែមទៀតហើយលុយជំនួយដែលបងប្អូនបានជួយនាងខ្ញុំនឹងនិយាយពីចុងវីដេអូដែលបានជំនួយពីបងប្អូនប្រហែលហ្នឹងគឺខ្ញុំនិយាយនៅបញ្ចប់ចុងវីដេអូរបស់នាងខ្ញុំឥឡូវនេះយើងជួយចាត់គ្នាបានច្រើនហើយយើងចាប់ផ្ដើមយកទៅលាងបដាចានេះបងប្អូនយើងលាងហើយបានយើងយកមកចាត់ជាចំណិតស្ដើងយើងយកទៅបំពងនៅផ្ទះតែម្ដងហើយក្រៅពីនោះបងប្អូនស្រីខ្ញុំគាត់មានជាថ្នាំពេទ្យចាហើយនឹងថ្នាំឈឺក្បាលថ្នាំកាពះហើយយើងមានកៅអៀកដែរមែនទេអូនថ្នាំរាកថ្នាំក្អួតចុកពោះចាហ្នឹងហើយនេះយើងជួយគ្នាម្នាក់តិចបងប្អូនសម្រាប់យកទៅដល់ខាងបងកងទ័ពយើងហើយក៏ដូចជាបងប្អូនជនភៀសសឹកផងដែរលៀងទៅយកនៅហ្នឹងមីងអត់អីទេមីងយើងបើកដាក់ធុងហើយកលែងយកដោះដាក់កញ្ឆេងហ្មងចាអត់អីទេមីងតលាយស្អាតចាមីងចាមកហើយមីងមកហើយអត់ក្បត់មកពីអាក្រាស់ទៀតមីងអើយយើងធ្វើយ៉ារីទៀតអញចោលកណាអស់នេះបានហើយមីងចាហត់ទៅនោះគាត់ហត់ទៅនោះខ្លាយស្ទឹកតោះដលងយើងទិញពណ៌ស្វាយពណ៌ក្រហមពណ៌សហើយយកផ្ទះលៀងចាមីង
ញ៉ាំច្រើនហើយហើយឲ្យខ្លួនខ្លួនបន្ទាប់ពីបងប្អូនយើងជួយចាក់ដំឡូងហើយខ្ញុំខ្វះក្បិតតែខ្ញុំងាកមកលាងដឡូងវិញយើងលាងហើយបានយើងយកទៅចាក់ប្រទេសកំពងមកបងប្អូនគ្នាយ៉ាងណាទៅដោះហើយឯងខំដោះស្ដាមដោះស្វែងចូលយកទល់វិញមកបានរត់បានហ្នឹងហើយរត់កន្លែងនេះឲ្យយើងជាប់អាហ្នឹងយើងរៀបចំកន្លែងបំពងឲ្យបងប្អូនហើយដឡូងគឺយើងចាត់ហើយលាងប្រដាប់តមកទៀតគឺយើងចាត់វាស្ដាមយកមកបំពងយកហ្មងចានំមកចាប់នោះមានអីគេខ្លះនំមកចាប់ហ្នឹងមានកៅអ៊ីមានតាមកាហ្វេតាមក្តៅគួនបាត់កាទីចាប់ចុកពោះហើយនឹងរៀបបងហើយយើងបានទៅសេនៅលើចាខ្ញុំទៅសេបានបញ្ជាក់ទៅលើនៅហើយឆ្នាំនេះប្រើសម្រាប់អីឆ្នាំនេះប្រើសម្រាប់អីចឹងហ៎បងចាហើយឥឡូវហ្នឹងទៅបាក់ឆ្នាំឥឡូវទៅទិញថ្នាំទៀតអូថ្នាំបងនៅពីកំប៉ុងទៀតផារ៉ាណូលពីកំប៉ុងធំចាពីកំប៉ុងចាយកមកចែកផងចាចាំខ្ញុំខឹបអានោះទៀតណាតែវាព្រោះវាអត់មានសម្បូរចឹងខ្ញុំខឹបដាក់កញ្ចប់មកហើយទៅទិញថែមទៀតអត់ទេផ្សេងហើយចឹងអត់ប្របាក់ទេពួកគាត់ដឹងហើយខ្ញុំនិយាយគាត់ឆ្នាំណាគឺអីហើយចាបងប្អូនបាញ់នេះគឺខ្ញុំបានជំនួយ PE លក់សាច់គោនៅមុខខ្ញុំនេះបាន20000គាត់ជួយឲ្យយើងទិញឲ្យទិញទៅសម្រាប់យកមកជួយខាងបងប្អូនយើងចាអរគុណច្រើនមើលទឹកទៅមើលទឹកទៅគាត់ដៃមកកន្លែងចុងជួបគួរនេះសុំវីអានេះបន្តិចបងឲ្យឆាប់រៀងអាំងដាក់ខ្លាញ់ឥឡូវនេះដឡូងមកដល់ហើយបងប្អូនទិញដឡូងថែមចោលតែ100គីឡូទៀតនេះបងកបាត់ហើយចាំយើងត្រាំចេចោបងចាสวยហើយហ្នឹងហើយទៅទៀតសិនណាបងចានេះស្ពឹកបដ ாய் មានតែដួសចោលទេនេះទៅអូស្រួយហ៎បងទៅទុកឲ្យចាក់វាឡើងស្រួយហើយពេលខ្លាញ់ក្តៅបងភ្លេចតែពេលខ្លាញ់ក្តៅយើងចាក់ទៅវាជោគខ្លាញ់ហើយមិញរបូតហ្គាសទៀតហ្នឹងទៅវាឡើងចាចាអត់អីទេតែវាត្រជាក់បន្តិចវាស្រួយហើយវាអត់ទាន់ត្រជាក់អញ្ចឹងហើយត្រជាក់បន្តិចស្រួយហើយបើទុកយូរក៏លែងស្រួយណាវាមានចិត្តផ្អែមតែគេមានដឡូងចាបងប្អូនទាំងអស់គ្នាឥឡូវនេះគឺយើងធ្វើពីផ្ទះហើយបានមីងគាត់នៅចិត្តនឹងគាត់ជួយកោគាត់ខាងចុងភៅដែរចាហើយយើងធ្វើពីផ្ទះនេះគឺយើងពងម្ដងតិចយើងអាចដាក់ច្រើនមែនទេយ៉ាងវាក្រស្រួយពេលដែលវាស្រួយគឺយើងស្រង់យកមកដាក់នៅក្នុងកធុនបែបនេះពេលវាចុះត្រជាក់ល្មមយើងចាប់ផ្ដើមច្រកថងវាកុំឲ្យវាលែងស្រួយទៅវាស្វិតវាលែងឆ្ងាញ់វិញចាហើយសម្រាប់ដំឡូងដែលយើងចាត់អំបាញ់មិញនេះទាំងដឡូងទាំងចេកគឺចិត្ត100គីឡូតែឥឡូវនេះខ្ញុំកំងមកថែម50គីឡូហើយឥឡូវកំងមកមួយជើងទៀត70គីឡូទៀតអញ្ចឹងគឺជាង100គីឡូទៀត
ยังមានជំនួយបងប្អូនដែលជួយមកមានថវិកាប៉ុន្មានខ្ញុំនឹងទិញឲ្យអស់ដើម្បីយកមកធ្វើឲ្យតាន់បងប្អូនយើងដែលបាននៅជុំគ្នាជួយធ្វើគ្នាហើយផ្ញើទៅខាងវីរៈកងទ័ពយើងបងប្អូនទាំងអស់គ្នាការងារនៅធ្វើធម្មតាប៉ុន្តែឥឡូវនេះម៉ោងបាយមានអ៊ំពូមីងគាត់ទៅញ៉ាំបាយខ្លះហើយខ្ញុំញ៉ាំបាយមួយក្មេងៗនៅនេះខ្លះហើយមីងគាត់ប្រសាបាយមកពីផ្ទះមកជួយគ្នាម្ដងម្នាក់ដូរដៃគ្នាហើយឥឡូវនេះយើងថ្ងៃត្រង់ហើយម៉ោងប៉ុន្មានហើយស្អីអូនអូម៉ោង1ជាងហើយតែមិនបានញ៉ាំបាយបងរត់ទៅរកបាយសិនទៅខ្ញុំធ្វើទល់ដល់ល្ងាចបងប្អូនហើយដលងដែលមកទៀតគឺខ្ញុំនៅធ្វើដល់ថ្ងៃស្អែកមួយថ្ងៃទៀតបើមានជំនួយមកទៀតគឺខ្ញុំធ្វើដល់ថ្ងៃអាទិត្យឥឡូវនេះគឺយើងបំពងបានមកកធុនធំហើយនេះគឺយើងទៅតែបំពងបានតាមមកកធុនធំឯនៅច្រើនទៀតបងប្អូនអញ្ចឹងគឺខ្ញុំធ្វើថ្ងៃនេះអត់ទាន់ទេត្រូវថ្ងៃស្អែកមួយថ្ងៃទៀតប៉ុន្តែយើងអាចទុកយូរបានទេខ្ញុំចាប់ផ្ដើមច្រកវាដាក់នៅក្នុងថង់ធំហ្មងកម្រងខ្ញុំដំបូងខ្ញុំថាច្រកថង់ទូចទេបងប្អូនប៉ុន្តែទូចសម្រាប់យើងទៅបងប្អូនជនភាសាគឺយើងទៅចែកគាត់ស្រួលប៉ុន្តែនេះយើងជូនទៅខាងកងទ័ពផ្ញើទៅយើងច្រកធំឲ្យហើយហ្មងទៅដល់នោះចាំពួកគាត់រំលែកចែកទៅដល់កងទ័ពយើងវិញចាយើងច្បល់បែបនេះឲ្យវាមានត្រាវមួយមីងអាហ្នឹងដាក់ថែមចាដាក់ចំហៀងសិនមកកូនមកដាក់ចិត្តមកកូនចិត្តមកចិត្តមីងដាក់ម្នេះមកលើកមកលើមកចាយ៉ាងអូខេ good job ដឹងតែមីងយកធ្វើយកតាណាអត់ហ៎ដឹងអត់យ៉ាងដឹងដែរខ្លួនឯងចង់ជួយអីអត់ចាចង់ជួយជាការងារអត់មានលុយជួយតែជួយជាការងារមីងធំឡើងចង់ធ្វើកងទ័ពអត់ចង់អត់ខ្លាចទេអត់ទេ good job ថ្មីក្លាហានណាបងប្អូនចាឥឡូវនេះគឺខ្ញុំចងមកថងធំបែបនេះចាហើយកស៊ូអាហារសម្រន់ណាបងប្អូនពេលយើងឃ្លានញ៉ាំម្នឹងគឺឆ្អែតឈប់នៅនេះត្រាវច្រើនហើយត្រាវនោះទៅកោចូលជាមួយដលងទៀតត្រាវទៅជាងដលងហ៎បានដោយត្រាវខ្លះដលងខ្លះចូលគ្នាអាមុនធំមិញណាចានោះក្មេងចុចចាត់ទូចពេកចាបើវារៀងប្រទះទៅរៀងស្រួលតំណងតិចយើងបាន3ថង់ធំហ្នឹងនេះតោះហើយមីងយើង3អូយ៉ាចាសពូនវិញឯងទុកឲ្យវាត្រជាក់ចាំយើងចងប្រៃឯងយើងតម្លាក់បន្ទាប់ពីយើងតម្លាក់50គីឡូមកឥឡូវនេះ70គីឡូទៀតបានមកដល់ហើយអានេះប៉ុន្មានពូនេះប៉ុន្មានគីឡូ274,000ពូណោះប៉ុន្មានគីឡូនេះ250000ចាចាអូខេតិចកូនតិចកុំឲ្យទៅចាំមីងអ្នករៀបអូនេះច្រើននេះជាង100គីឡូហើយនេះពូអូមកកន្លែងនេះបានតម្លៃដុំអញ្ចឹងចាអូជាង100គីឡូបងប្អូន10 20 30 40 50 60 80 90អូជាង100គីឡូទៀតវ៉ាវជាង100គីឡូទៀតឥឡូវហ្នឹងយ៉ាងសរុបទៅ300គីឡូហើយបងប្អូនដលងថ្ងៃនេះគឺខ្ញុំតម្លាក់ចូល300គីឡូហើយនេះចាឥឡូវនេះគឺពេលល្ងាចហើយបងប្អូនយើងគឺយើងត្រូវសម្រុកធ្វើឲ្យតាន់ថ្ងៃហ្នឹងហ្មង300គីឡូហើយព្រឹកមិញនេះគឺយើងធ្វើអស់ជាង100គីឡូឥឡូវនៅសល់ជាង100គីឡូទៀត
តាំងចិត្តនឹងអត់តាន់ចិត្តឈប់អញ្ចឹងគឺយើងត្រូវតាហៅបងប្អូនមកជួយឲ្យឆាប់បានហើយ300គីឡូហ្នឹងណាបងប្អូនចាចាដោយសារថ្ងៃនេះគឺជាថ្ងៃធ្វើការធម្មតាអញ្ចឹងបងប្អូនយើងគាត់អត់មានពេលតនេអញ្ចឹងមានតែអ៊ំយាយដែលគាត់នៅផ្ទះតនេអត់ធ្វើការគឺគាត់ជួយយើងបានម្នាក់មួយដៃមួយជើងចាហើយបើធម្មតាក្មេងៗគាត់ទៅធ្វើការអស់ហើយបងប្អូនអញ្ចឹងគឺឥឡូវនេះគ្រាន់តែផ្ទះយើងចាប់ផ្ដើមដាក់3ហើយបងប្អូនមកជួយចិត្តច្រើនមែនតើតាំងពីចិត្តសបកហើយនឹងចិត្តឈូសចាឥឡូវនេះខ្ញុំដាក់ផ្ទះកដាលអត់តក្តៅទេមីងការងារដែលចំណាយពេលច្រើនជាងគេនោះគឺចិត្តសបកបន្ទាប់ពីចិត្តសបកហើយយើងត្រូវលាងសម្អាតវាយើងចិត្តស្ដើងហើយបានយើងយកមកបំពងហើយបំពងនេះក៏យើងមិនអាចចាក់ច្រើនទៅទាំងអស់ដែរដាក់មកល្មមដើម្បីឲ្យវាឆាប់ស្រួយចាអញ្ចឹងគឺមុនដំបូងខ្ញុំគិតថាលឿនតាមពិតអត់លឿនទេយូរណាស់បងប្អូនណាតនេធាតនេហៅមកជួយនេះចិត្តអីឲ្យបញ្ញាទៅអត់តាន់នេះគឺដាក់ពូលរត់អត់តាន់ទេអត់តាន់ទេមិនទៅគឺដាក់ពូលអ្នកគ្រូគាត់នៅសាលាភូមិនាងខ្ញុំសាលាឯកជនហើយអ្នកគ្រូបានជួយថវិកាចាបញ្ញាសកលចាអ្នកគ្រូបានជួយថវិកាចំនួន150,000ចាហើយអរគុណទឹកចិត្តអ្នកគ្រូអរគុណទឹកចិត្តអ្នកគ្រូដែលបានជួយដល់វីរៈកងទ័ពយើងចាអរគុណច្រើនឥឡូវគឺល្ងាចខ្លាំងហើយមានបងប្អូនយើងគាត់ទៅតែដឹងហើយគាត់មកពីធ្វើការដូចជាមីអូនអ្នកគ្រូចាគាត់រវល់ខ្លាំងដល់ពេលល្ងាចនេះគាត់ចេញមកគឺគាត់យកថវិកាមកជួយម្នាក់បន្តិចចាអូអរគុណច្រើនចាមីអូនជួយ$5ចាអរគុណហើយណាអូនណាឥឡូវនេះចិត្តយប់មែនតើហើយបងប្អូនហើយដូរវេនគ្នាជួយចាតែខ្ញុំអត់ដូរទេដោយសារខ្ញុំជាអ្នកផ្ដើមអញ្ចឹងគឺខ្ញុំនៅកន្លែងនឹងឈរជើងតាំងពីព្រឹកមកដល់ឥឡូវតែសម្រាប់ចុងភៅវិញគឺដូរ3-4នាក់ហើយឥឡូវបងគាត់ចេញពីធ្វើការមកគាត់ឆ្លៀតមកជួយទៀតនេះហើយគឺទឹកចិត្តបងប្អូនខ្មែរយើងចាបានជួយគ្នាម្នាក់បន្តិចឥឡូវនេះខ្ញុំធ្វើតតអស់ហើយបងប្អូនចាធ្វើតតអស់បានខ្ញុំត្រឡប់ទៅសម្រាប់វិញអត់ទាន់ដឹងថាយើងហើយម៉ោងប៉ុន្មានទេយប់នេះហើយនេះចេកយើងគឺមកកធនពេញបឹបបែបហ្នឹងហ្មងណាបងប្អូននេះចាតែឥឡូវហ្នឹងគឺយើងទុកឲ្យវាចុះត្រជាក់បន្តិចបានខ្ញុំចាប់ផ្ដើមប្លុកស្ករយើងយកច្រកថងឥឡូវយើងចាប់ផ្ដើមបំពងដលងម្ដងហើយចេកយើងអស់ហើយដលងយើងបាន2 4 6 8 10ថងធំហើយបងប្អូនមួយថងហ្នឹងគឺច្រើនគីឡូអាចនឹង2គីឡូកន្លះ3គីឡូចាថងវារៀងធំយ៉ាងទៅយើងត្រូវកវីកវត្តវាបន្តិចឡើងញ័រខ្ញុំតែអត់បញ្ហាចាស្រួយឡើងខ្លាំងហ្មងណាចាហើយបានចុងធ្វើដៃឯកដូរមួយចូលមួយចាឆ្ងាញ់មីងហើយមិនបាច់ដាក់ស្ករក៏បានដែរនេះញ៉ាំទៅក៏មានកម្លាំងដែរមីងហើយឬក៏យើងរោយស្ករសបន្តិចហើយយើងច្រកឥឡូវនេះគឺម៉ោង6ជាង7:07ហើយដំឡូងយើងទើបតែបាន200គីឡូទេនៅខ្ទង់ជា100គីឡូទៀតបានហើយអញ្ចឹងជាក់ស្ដែងខ្ញុំអត់ដឹងថាហើយម៉ោងប៉ុន្មានទេបើម៉ោង9យប់ឬក៏10យប់ខ្ញុំអស់កម្លាំងខ្ញុំសម្រាកសិនអញ្ចឹងឲ្យស្អែកបានខ្ញុំបន្តបំពងទៀតហើយបំពងនេះគឺវគ្គដំឡូងមិញនេះគឺចេកចាហើយមីងពូហើយបងប្អូនខ្ញុំអីគឺគាត់នៅជួយតាំងពីព្រឹកមកចាបងប្អូនខ្លះក៏គាត់ទៅផ្ទះវិញដូរវេនគ្នាចុះឡើងអញ្ចឹងណាហើយសម្រាប់ខ្ញុំវិញគឺនៅឈរជាប់ដោយសារខ្ញុំត្រូវមើលការខុសត្រូវនៅកន្លែងហ្នឹងបងប្អូនអញ្ចឹងដំឡូងទាំងអស់នេះដូចខ្ញុំបញ្ជាក់អញ្ចឹងខ្ញុំអត់ដឹងថាហើយស្មោះបានទេពេលដែលខ្ញុំហើយខ្ញុំនឹងយកទៅដល់ខាងបងប្អូនដែលចាំទទួលយកទៅខាងវីរៈកងទ័ពរបស់យើងហើយឥឡូវនេះវារៀងងឹតណាខ្ញុំយកភ្លើងមក2ឥឡូវថែមមួយទៀត3យើងដាក់ឲ្យវារៀងភ្លឺបន្តិចដើម្បីឲ្យគាត់ស្រួលចិត្តស្រួលអីចឹងបងប្អូនទាំងអស់គ្នានឹងបាន50000ដែរតែមួយអ្នកអីអ្នកលក់បាទអ្នកលក់យើងសមចាអ្នកលក់សមយើងនៅយើងជាប់ខ្ញុំហ្នឹងជួយគ្នាបានជួយ50000ហ្មង50000នេះអ្នកលក់សមអូយអរគុណច្រើនពូណាហើយខ្ញុំអត់ស្គាល់ឈ្មោះគាត់ទេនេះប្រពន្ធពូជី
ប្រពន្ធពូជី កូនតាម៉ៅ នៅភូមិយើង បឹងធំ3 បឹងធំ3ប្រពន្ធពូជីចាអរគុណច្រើនហើយពូណាជួយមកជួយការងារហើយមកពំនាំជំនួយបាន 50000 ទៀតចា ស្អែកស្អែកទៅលោអាចយើងតិចតិចយើងមិនតិចយើងណា ចាពូចាអរគុណច្រើនហើយពូចា អរគុណ mấy anh con đi đây Hai rồi. Hai rồi. Đang quay from đi. Wow, anh lấy không ăn thua mấy mất thẻ Lily bông ôn miền tập chất mền tên mà chui trà nè ở hay clip tóc này đây dây bàn cần đang có côn đai tập chất không lớn bên hot tâm tranh phi làm dân hai ăn hai bộ mạng mình lên nhỏng cạnh ca ôn tên là bùa liền nhưng tranh mình dân hả sư sau đây bông phong tỏ kia là đi cư ở bậc lấm thay thì pi đây này nhau mà riệp chom bông phong đầm lông do từ nhớ ở khang ở vẹt con toạp dương hai là đi cư nhôm màu môn bông ôn nè phốm màu riệp chom bông ôn mà bậc tròn riệp hai hot mình tên chà hai lời ní nhôm do đầm lông là dùng phong hai do mà riệp nó thẳng pháo hay thì tiếp ôn nhôm miền nằm pet miền ấy quạt gió máu để xa quạt nè khủ pet giăng quạt nằm pet đấyคือquạt đằng hai ní cứ đầm lông bông phong hai được nông và hai chia chật mà thay cái chọc tiết hai ní đầm lông này dương chật hai toàn bông phong do bán phá xe vía lời ní nhôm chập đam bao ghé hỏi cái đá ở cái đá kháng hai dương chập đam bông phong hai nhôm riệp trong bờ tà mình xa luôn đó bông ngôn đó nè mà thong đó nhom lược bao lần buôn nhà chọc lần ngôn hay mà cái chọc này tung bay buôn cái lỗ bông ôn dục mình đi ha ban bông ôn nè phun quạt mau chui chia diêm chặt to tả cầm ấy ngày ní cứ mà ngày vào người chặt hai tiệt trà phô tờ lông chưa nó hai bây giờ bà chặt dương chặt mùi á hai dương chia diêm chặt ở hai ở dương bật láng máu đã tắc lánh cứ bông phong phia mỏng về trắng cứ vi lươn á trà lươn bàn tay dù chặt bàn tay dương dùng phong dương lại đã tràn ban này bông ôn dương đã mà là mom còn mọi việc tràn pê để tràn pê với khóa sủi chả hai kháng to tại dương đào kháng bệnh nặng mình dương đã tới vì làng mắc chập làng sủi chả tỏ đã tới bục show bệnh nặng mỏng ấy bậc ní ôn nhom quạt bàn chùm nuôi máu cứ miền Nam thì ra bông ôn miền Nam quạt tình bàn tràn miền Tây ngày này ôn nhom quạt ngày ní cứ bàn chùm nuôi pi mà sol máu hai quạt mà tinh sọp ngày ní hai pi để quạt bàn chùm nuôi anh ấy quạt tinh hai mà xá nó bông ôn hai mà cái chọc năng á cứ miền ở Nam riêng đau luôn Nam chọc pua chả Nam chữ ba hay ba sầm ngày ní chập đam hiệp cái chọc sầm cửa bật hòm nhưng tăng đi thèn cái lá thèn sao trong bật váo nhưng pe để đêm sầm đêm buồn chả đêm hai chẹp mà chả hai ở quạt nè khủ pet đó bông ôn hai phía đây quạt chia để hiền tiệt chẳng hai cứ cà riệp chom bạc quạt cho bạc ló xong bay để nắm sập cua bọ thom xanh cứ quạt riệp chom tới đầm bay ở ban tại đó bông ôn về đã con toạt dừng chẳng xong thì đã thằng ó ní cứ miền cái lại chỉ chan để chăm từ túiเครื่องบะปองนี่ย้อมนังนำสังครูบะทำบะปอนย้อมนี่คือยอตะทางไปได้ก่อนดำใบยืงด่าตะตามลานดักเสบียงยอตะอ้อยไปด่าของตัวปะให้ยืงด่าเตยจมูกขี้เนี้ยเตยชับบานตะดาวปุกอด
nè mũi nè ơi à con lên lên xuống lên chui nó khơi chui đặt nó ra rồi ê diên này trời diên ớt câu hả chắc không đi bộ anh đang muối tiệt lệnh thôi bông bông tỏ kia là ní cứ dương ban điệp chăm rồi toàn hai dương chặt đam thôi đầm ná do kêu tham pet hay nâng đầm lông này trong ní do từ ở khang bông bông không tốt từ tam lan từ hiền món một con nằm bay ở ban chặt ban từ đó bộ quạt bị xáตักสดล็อกข้างไหน ខ្ញុំជំនួសឲ្យលើជាការចឹងក៏សូមអរគុណណាដល់អរលោកដែលបានផ្ដល់អំណោយជូនដល់ព្រះអង្គរបស់យើងនេះលើកមកតិចណាចាំបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំបានមកដល់សង្កាត់ខ្ញុំហើយកាលពីម្សិលមិញគឺខ្ញុំយកទៅខាងបន្ទាយគឺយើងយកទៅដល់បន្ទាយដើម្បីផ្ញើទៅតាមឡានដឹកស្បៀងរបស់ខាងកងទ័ពហើយអញ្ចឹងឆាប់បានទៅដល់ពួកគាត់អញ្ចឹងគឺពីកន្លែងកងទ័ពយើងហើយនឹងបងប្អូនជនភៀសសឹកគឺកន្លែងផ្សេងៗគ្នាអញ្ចឹងគឺខ្ញុំបែងចែកជំនួយដែលបងប្អូនបានជួយមកតាមរយៈនាងខ្ញុំហ្នឹងខ្ញុំបែងចែកទៅខាងនោះខ្លះខាងនេះខ្លះហើយជំនួយបន្ថែមទៀតនាងខ្ញុំនឹងបែងចែកទៅមួយកន្លែងទៀតកន្លែងណាដែលអត់ទាន់បានសោះបងប្អូនចានាងខ្ញុំនឹងសិក្សាតាមនឹងទៀតឥឡូវនេះខ្ញុំបានទិញទឹកសុទ្ធកម្ពុជា10កេសហើយនឹងដំឡូងដែលយើងបានធ្វើហ្នឹងហើយនឹងទឹកសុទ្ធនេះ100យួនចា4 10យួនមកហើយបងមកអត់ទៅថាលេងទេបងតើយើងមានជើងដាក់តាមម៉ួយចេះបាទយកទៅថាថាវិការតិចតួចគឺយើងជួយបានតិចតួចតាមថវិការបស់យើងណាហើយបងប្អូនខ្លះក៏គាត់ជួយបានសម្ភារៈផ្សេងចំណីផ្សេងគ្រឿងគ្រាមផ្សេងតាមសទ្ធាបងប្អូនទាំងអស់គ្នាសម្រាប់នេះខ្ញុំអត់មានអីច្រើនទេបានជួយជាទឹកសុទ្ធហើយនឹងយើងមានដំឡូងហើយនឹងទឹកសុទ្ធនឹងចាពីកន្លែងដែលខ្ញុំទៅជួយគឺដូចគ្នាគាត់ថាកន្លែងដែលយើងទៅកន្លែងកងទ័ពហ្នឹងគឺអត់មានទឹកសុទ្ធយួរទេហើយដំឡូងនេះគឺយើងអត់ទិញស្រាប់ទេបងប្អូនដឹងហើយគឺខ្ញុំធ្វើខ្លួនឯងចាមកអូនចូលម្ដងមកឲ្យនេះបងថត